ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះមុនវណ្ណរៈតំណាងឲ្យក្រុមទី7មកធ្វើការបទបង្ហាញនៅប្រធានបទ assignment មួយដែលការបង្កើតគេហទំព័រ portfolio ដែលមានលក្ខណៈដូចជា CV វាមានលក្ខណៈពិសេសដែលបង្ហាញពីព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជាឈ្មោះទីកន្លែងស្នាក់នៅអាសយដ្ឋានលេខទូរស័ព្ទឬក៏បណ្ដាញសង្គមដែលអាចទំនាក់ទំនងគ្នាបានហើយក៏មាននៅប្រវត្តិរូបសង្ខេបខ្លះៗជាពិសេសក៏មាននៅការអប់រំដែលបញ្ជាក់ពីការសិក្សាដែលយើងបានបញ្ចប់នៅកន្លែងណាឬក៏ដែលយើងបានរៀននៅកន្លែងណាហើយរួមទាំងជំនាញដែលយើងបានបញ្ចប់ការសិក្សាមកដូចគ្នាដែលយើងមានបទពិសោធន៍ជាពិសេសក៏មាននៅបទពិសោធន៍ការងារដូចជាការបង្រៀនការធ្វើអ្វីផ្សេងៗដែលយើងបានឆ្លងកាត់មកហើយនឹងសញ្ញាបត្រដែលយើងបានបញ្ចប់ការសិក្សាក៏ដូចជាបានបញ្ចប់ការងារពីកន្លែងណាដែលគេប្រកបសញ្ញាបត្រតាមរយៈការរៀន short course ឬក៏ការងារជួយសង្គមអីផ្សេងៗទៀតហើយជាមួយនឹង reference ឬក៏អំណាចដែលបញ្ជាក់ឲ្យយើងជាមួយនឹងភាសាដែលយើងចេះភាសាអ្វីខ្លះហើយឬក៏ចំណង់ចំណូលចិត្តចូលចិត្តច្រៀងចម្រៀងឬក៏ទស្សនាឬក៏អានអាហ្នឹងអាស្រ័យទៅយើងចំណង់ចំណូលចិត្តរបស់យើងហើយយើងបង្កើតវាសម្រាប់ដាក់ពេលធ្វើការហេតុអ្វីបានយើងចាំបាច់បង្កើត portfolio ហេតុអ្វីបានជាយើងមិនប្រើប្រាស់ CV ធម្មតាសម្រាប់ដាក់ពាក្យធ្វើការមូលហេតុនោះគឺ portfolio វាមានលក្ខណៈពិសេសហើយងាយស្រួលសម្រាប់និស្សិតឬក៏សិស្ស IT ដែលចង់ apply ការងារឬក៏ដាក់ពាក្យការងារទៅកន្លែងណាមួយទៅក្រុមហ៊ុនណាមួយឲ្យម្ចាស់ក្រុមហ៊ុនហ្នឹងបានដឹងថាយើងនឹងចេះបច្ចេកវិទ្យាច្រើនហើយចំពោះ feature របស់វាគឺយើងប្រើភាសា HTML CSS ជាមួយនឹង Tailwind បូករួមទាំងភាសា JavaScript បន្តិចបន្តួចសម្រាប់ផ្លាស់ប្ដូរ sim background របស់វាពីសទៅខ្មៅឬក៏ពីខ្មៅមកសវិញអាហ្នឹងគឺជា feature របស់ portfolio ឥឡូវយើងក៏លេខមកមើលកូដរបស់យើងដែលមាន link របស់ icon ហើយ link របស់ Tailwind សម្រាប់យកវាមកប្រើប្រាស់ហើយក៏មានដូចជា import នៅ font អក្សរដែលសម្រាប់យើងយកមកប្រើប្រាស់ដូចគ្នាដែលមានដូចជាអក្សរ Bayon ជាមួយអក្សរសៀមរាបជាពិសេសក៏យើងមាននៅ style ដែលមាន type ជាប្រភេទ text ឬក៏ជាប្រភេទ Tailwind CSS ដែលក្នុងហ្នឹងមាន sim ហ្នឹងគេប្រើដើម្បីកំណត់អត្ថេរនៅពេលដែលយើងចង់បាន color ណាមួយឬក៏ font អក្សរណាមួយឥឡូវយើងចូលមកមើលកូដនៅកន្លែង body ហ្នឹងនៅពេលដែលយើងដាក់មកកន្លែងពើធម្មតាយើងកំណត់ bg body color អាហ្នឹងយើងហៅអត្ថេររបស់កូដខាងលើហ្នឹងពីក្នុង sim ហ្នឹងយើងយកមកប្រើដល់ពេលដាក់ហ្នឹងក៏ដូចគ្នាដែរយើងហៅអត្ថេរខាងលើយកមកប្រើដូចគ្នាព្រោះយើងបានកំណត់ខាងលើហើយឲ្យតាវាមានឈ្មោះបែបហ្នឹងដែលវាចេញ color អញ្ចឹងហើយក៏មាន text color ហ្នឹងដូចគ្នាមានដូចគ្នាចំពោះ dark ហ្នឹងក៏មាន text color ហ្នឹងក៏យើងហៅឈ្មោះវាមកពីលើដូចគ្នាដែរដែលយើងបានកំណត់អត្ថេររួចហើយដល់ពេល padding ហ្នឹងគឺជាគម្លាតរវាង content និង border ដែលយើងចង់ឲ្យគម្លាតវាហ្នឹងធំប៉ុណ្ណាហើយចំពោះចំណុចទី1ហ្នឹងយើងបង្កើត div 2ផ្សេងគ្នានៅក្នុង body ហើយក្នុង div ទី1ហ្នឹងពីបង្កើតកូនទី1មាន icon មានរូបភាពមាន icon ទី2ហើយក្នុង icon ទី2ចំណុចពិសេសរបស់ icon ទី2ហ្នឹងយើងអាចដាក់ cursor ដាក់ pointer ទៅដើម្បីបញ្ជាក់ដល់ពេលដែលយើងចុចទៅវាអាចបដូរ color ពីសមកខ្មៅឬក៏ពីខ្មៅទៅសវិញអានេះលក្ខណៈមួយអានេះយើងប្រើធម្មតា take align center មកអក្សរវារត់មកកណ្ដាលហើយអានេះដូចគ្នាយើងប្រើមកយើងកើត div មួយមកដែលដាក់កូន icon មួយជាមួយនឹង paragraph ឬក៏ h4 h5 អញ្ចឹងដែលយើងដាក់ flick មកឲ្យវា flick មក row មកហើយយើងបញ្ជា item ហ្នឹងឲ្យមក center ន័យថាអក្សរហ្នឹងឲ្យវានៅកណ្ដាលស្មើគ្នាពណ៌ហ្នឹងដូចគ្នាដែរហើយយើងមកមើលកន្លែងនេះកន្លែងហ្នឹងវាមានចំណុចពិសេសមួយទៀតដែលយើងអាចធ្វើឲ្យវាដល់ពេលយើង save ទៅឲ្យវានៅចំកណ្ដាលរបស់យើងឥឡូវយើងមកមើលកូដរបស់ចំណុចវងមូលនិងផ្ទៃមិញដែលយើងអាចកំណត់បានថា size 4ហ្នឹងវាមាន width 4ជាមួយនឹង height 4ហើយ rounded full មានន័យថាជាលក្ខណៈវងមូលអាហ្នឹង margin top ហ្នឹងមានន័យថាផ្នែកដែលវាស៊ីខាងលើហ្នឹងឲ្យវាស៊ី 1.5 ហ្នឹង margin top string 0ហ្នឹងមានន័យថាវារក្សាទម្រង់ដើមឲ្យនៅដដែលកុំឲ្យតែយើងបដូរអីទៅវាបដូរតាមលក្ខណៈហ្នឹងហើយ translate ហ្នឹងយើងប្រើ translate x ហ្នឹងដើម្បីផ្លាស់ទី
ឧទាហរណ៍ថាយើងចង់ផ្លាស់ទីពីឆ្វេងទៅស្ដាំឬក៏ពីស្ដាំទៅឆ្វេងអានេះយើងត្រូវប្រើ translate x ហើយ bg take color ហ្នឹងអាហ្នឹងយើងយកមកពីលើយើងហៅ variable វាមកពីលើអាថេខាងលើយកមកប្រើហើយនៅពេលដែលដាក់អា background color របស់វាហ្នឹងវាបដូរទៅជាអ្វីហើយមួយទៀតអា div ហ្នឹង div ទី2ដែលមាន width 1ហើយនឹង height ចំនួន 100% ហ្នឹងអាហ្នឹង translate y 3ហ្នឹងមានន័យថាយើងផ្លាស់ប្ដូរពីលើមកក្រោមឬក៏ពីក្រោមទៅលើហើយចំពោះជំនាញហ្នឹងដូចគ្នាដែរយើងគ្រាន់តែដាក់ list វាមកហើយយើងសេអក្សរនឹងមកយើងប្រើ grid ដាក់ grid ឲ្យវាពីរជួរមកបានហើយហ្នឹងអាហ្នឹងគឺយើងប្រើដូចគ្នាយើងប្រើដូចអាកន្លែងការអប់រំហ្នឹងបង្កើតដូចគ្នាមកពួកហ្នឹងយើងសេធម្មតាមកអាហ្នឹងគឺយើងប្រើដូចគ្នាយើងប្រើ flex ក៏បានយើងប្រើ grid ក៏បានឲ្យវានៅជួរដេកតែមួយ